តើអ្នកជឿទេថានៅលើផែនដីមានជ្រោះមួយដែលមើលទៅដូចជាផ្ទាំងគំនូរដែលធម្មជាតិជាអ្នកគូនេះគឺជាអាជាហៃក្រែនខេនយ៉ាតជ្រោះដ៏អស្ចារ្យមួយនៅតំបន់ស៊ីនចាងប្រទេសចិនដែលអ្នកបានឃើញម្ដងអាចមិនភ្លេចអស់មួយជីវិតជ្រលងភ្នំអាជាហៃក្រែនខេនយ៉ាតឬហុងសាឬអាចហៅឈ្មោះមួយទៀតថាភ្នំក្រហមគឺជាអច្ឆរិយកម្មជាតិដ៏សម្បើមមួយដែលស្ថិតនៅក្នុងស្រុកសាវ៉ាន់ខេត្តស៊ីនចាងប្រទេសចិនវាត្រូវបានបង្កើតឡើងដោយការហូរច្រោះរបស់ទន្លេអាជាហៃអស់រយៈកាលរាប់លានឆ្នាំដែលបានហូរកាត់ស្រទាប់ដីនិងថ្មបង្កើតបានទៅជាជ្រោះដ៏ជ្រៅនិងមានពណ៌ចម្រុះយ៉ាងមហិមាបើតាមការប៉ាន់ស្មានតាមទិន្នន័យអ្នកវិទ្យាសាស្ត្រអាចមានអាយុកាលប្រហែលចន្លោះ5ទៅ6លានឆ្នាំមកហើយអ្វីដែលធ្វើឲ្យអាជាហៃក្រែនខេនយ៉ាតមានភាពលេចធ្លោគឺពណ៌នៃដីនិងថ្មដែលលាយបញ្ចូលគ្នារវាងពណ៌ក្រហមត្នោតប្រផេះលឿងនិងខៀវបង្កើតបានជាទេសភាពដូចផ្ទាំងគំនូរអរូបីដ៏ធំសម្បើមពេលពន្លឺថ្ងៃប៉ះនឹងជញ្ជាំងជ្រោះពណ៌ទាំងនោះនឹងកាន់តែច្បាស់និងបង្ហាញពីភាពស្រស់ស្អាតខុសៗពីគ្នាទៅតាមពេលវេលាជ្រោះនេះមានប្រវែង30គីឡូម៉ែត្រនិងមានជម្រៅអាចដល់ទៅ400ម៉ែត្រនៅបាតជ្រោះមានទន្លេអាជាហៃហូរកាត់បង្កើតបានជាភាពផ្ទុយគ្នារវាងទឹកពណ៌ខៀវនិងជញ្ជាំងថ្មពណ៌ក្រហមដែលធ្វើឲ្យទេសភាពកាន់តែរំជើបរំជួលអារម្មណ៍ជាពន់ពេកតំបន់ស៊ីនចាងដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសចិនគឺជាតំបន់ដែលធំទូលាយល្បីល្បាញដោយសារតែបេតិកភណ្ឌប្រវត្តិសាស្ត្រនៃផ្លូវសូត្រឬភាសាអង់គ្លេសហៅថា Sea Road វប្បធម៌ជនជាតិអាស៊ីកណ្ដាលដ៏សម្បូរបែបនិងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលគួរជាទីកប់ភ្នែកនៅទីនេះអ្នកក៏អាចឃើញទាំងកំពូលភ្នំគ្របដណ្ដប់ទៅដោយព្រិលវាលខ្សាច់ធំល្វឹងល្វើយជ្រលងភ្នំទន្លេនិងវាលស្មៅដ៏ស្រស់ស្អាតដែលរួមគ្នាបង្កើតជាទេសភាពដ៏អស្ចារ្យនិងមានលក្ខណៈពិសេសមិនដូចកន្លែងណាផ្សេងឡើយនៅលើពិភពលោកមានឡានក្រុងស្ថានីយ៍ឡានក្រុងកណ្ដាលចាំងជាឈៀទៅកាន់ចាំងយ៉ា Hot Spring រៀងរាល់30នាទីម្ដងហើយវាត្រូវចំណាយពេលប្រហែល1ម៉ោងដើម្បីទៅដល់ជ្រលងភ្នំតាមរយៈផ្លូវនេះអ្នកទេសចរដែលចេញដំណើរពីវូលីងខុនអាចជិះឡានក្រុងទៅកាន់ Grand Canyon ហើយការធ្វើដំណើរអាចចំណាយពេលប្រហែល20នាទីជាមធ្យមមនុស្ស2ទៅ3នាក់បានស្លាប់ដោយសារតែធ្លាក់ពីលើគែមជ្រលងភ្នំ Grand Canyon ជារៀងរាល់ឆ្នាំយោងតាមទិន្នន័យជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរប្រមាណ5លាននាក់ធ្វើដំណើរទៅកាន់ Grand Canyon ដើម្បីមើលទិដ្ឋភាពដ៏អស្ចារ្យនេះនៅរដូវក្តៅអាចមានរយៈពេលយូរមានសភាពក្តៅស្ងួតហើយមានសីតុណ្ហភាពលើសពី30អង្សាសេជួនកាលអាចហក់លោតទៅដល់37អង្សាសេខណៈដែលរដូវរងាមានសីតុណ្ហភាពត្រជាក់និងមានព្រិលធ្លាក់ដោយសីតុណ្ហភាពទាបបំផុតជាហេតុធ្វើឲ្យមានកម្រិតត្រជាក់ខ្លាំងទឹកភ្លៀងប្រចាំឆ្នាំនៅស៊ីនចាងមានកម្រិតទាបខ្លាំងជាមធ្យមត្រឹមតែប្រហែល150ទៅ180មីលីម៉ែត្រប៉ុណ្ណោះសម្រាប់អ្នកធ្វើដំណើរដែលចង់ជៀសវាងទាំងភាពត្រជាក់និងកម្ដៅវាលខ្សាច់ដ៏ក្តៅកគុកពេលវេលាដែលស័ក្តិសមបំផុតដើម្បីទៅទស្សនាគឺក្នុងកំឡុងពេលអន្តរកាលដ៏រីករាយគឺចាប់ពីខែមេសាដល់ខែមិថុនានិងខែកញ្ញាដល់តុលាដោយសារតែទីតាំងឆ្ងាយនិងផ្លូវធម្មជាតិមានគ្រោះថ្នាក់អាជាហៃក្រែនខេនយ៉ាតមិនទាន់ក្លាយទៅជាតំបន់ទេសចរដែលមានមនុស្សកកកុញដូចកន្លែងល្បីៗផ្សេងទៀតនោះទេដូច្នេះវានៅតែរក្សានៅសម្រស់ដើមដ៏ស្ងប់ស្ងាត់ស័ក្តិសមនឹងគោលដៅសម្រាប់អ្នកថតរូបអ្នកស្រាវជ្រាវនិងអ្នកស្រឡាញ់ធម្មជាតិដែលចង់ឃើញនៅទេសភាពដ៏កម្រនេះអាជាហៃក្រែនខេនយ៉ាតមិនមែនគ្រាន់តែជាជ្រោះមួយទេប៉ុន្តែគឺជាស្នាដៃដ៏អស្ចារ្យដែលធម្មជាតិបានចំណាយពេលរាប់លានឆ្នាំដើម្បីបង្កើតឡើងប្រសិនបើអ្នកចូលចិត្តទេសភាពដែលស្រស់ស្អាតនិងអច្ឆរិយៈដូចនៅលើភពផ្សេងកន្លែងនេះគឺជាទិសដៅដែលគួរតែមាននៅក្នុងបញ្ជីក្តីស្រមៃរបស់អ្នកយ៉ាងហោចណាស់មួយដងនៅក្នុងជីវិត